ថាតើរវាងពាក្យវងទាំងពីរនេះមួយមានបតកមួយមានជើងសតើវាមានលក្ខណៈខុសគ្នាបែបណាខ្លះតោះមកមើលការបញ្យល់ជាមួយខ្ញុំទាំងអស់គ្នាចំពោះពាក្យវងទី1នោះគឺវនិងសបន្តអានថាវងហើយត្រូវបែងចែកចេញជាពីរថ្នាក់ពាក្យទី1នោះគឺជាកិរិយាដែលមានន័យថាធ្វើឲ្យជារង្វង់ធ្វើឲ្យមានមណ្ឌលមូលគូសវាសឲ្យមូលឧទាហរណ៍វងផ្នែកកង្កោកឈវងឈពាត់ជាមណ្ឌលមូលចំណែកឯវងទី2ដែលជាថ្នាក់ពាក្យជានាមសព្ទនោះគឺមានន័យថាក្រុមមនុស្សដែលប្រជុំគ្នាជាមណ្ឌលមូលប្រជុំកិច្ចការក្រុមល្បែងឧទាហរណ៍វងភ្លេងវងខែវងល្បែងនិងវងផឹកស៊ីជាដើមចំពោះពាក្យវងទី2នោះគឺវនិងងជើងសអានថាវងថ្នាក់ពាក្យជានាមដែលមានន័យថាពូជអម្បូរត្រកូលដំណរត្រកូលឧទាហរណ៍គង់វងពូជពងវងត្រកូលរាជវង្សឬក៏វងស្ដេចជាដើម